លួចឆក់ប្លន់គេរូបខ្ញុំមិនដែលប្រព្រឹត្តហេតុអ្វីក៏ព្រមលិខិតកម្រិតឲ្យខ្ញុំវេទនានេះគឺរឿងពិតជីវិតនៃខ្ញុំរាល់ថ្ងៃឃ្លាតស្រុកឃ្លាតភូមិព្រោះតែចម្រុំភាពក្ររៀនបានតិចតួចវិជ្ជាគ្មានអ្នកគាំទ្រស្ថានភាពគ្រួសារយើងក្រត្រដរធ្វើពលកគេសង្ឃឹមថ្ងៃមុខផុតទុកគ្រោះកម្មជីវិតត្រូវរស់សុខខំជួបជុំនឹងក្រុមគ្រួសារព្រោះតែភាពក្រជំនះរាល់គ្រប់បញ្ហាតស៊ូនឹងព្រេងវាសនាទើបឃើញលោកកា